មកហើយមានប្តីប្រពន្ធ2នាក់ប្រកបរបរជាអ្នកកាប់អុសពួកគាត់មានកូន7នាក់សុទ្ធតែប្រុសហើយជីវិតរបស់ពួកគាត់ស្ថិតក្នុងភាពទីទាល់ក្រក្រៅពីនេះពួកគាត់មានបញ្ហាមួយទៀតដែលធ្វើឲ្យគាត់កាន់តែស្មុគស្មាញនោះគឺកូនពៅរបស់គាត់មានអាយុ7ឆ្នាំទៅហើយតែគេមិនសូវចេះនិយាយស្ដីអ្វីឡើយតាំងពីកើតមកគេមានរូបរាងតូចល្អិតហេតុនេះហើយទើបអ្នកស្រុកហៅគេថាចៅប៉ុនមេដៃចៅប៉ុនមេដៃជាកុមារឆ្លាតវាងវៃជាងបងរបស់គេទៅទៀតគេមិនចូលចិត្តនិយាយច្រើនទេតែគេចូលចិត្តស្ដាប់គេនិយាយនៅរដូវរងាមួយឪពុកម្ដាយរកអ្វីឲ្យកូនហូបទៀតលែងបានពួកគាត់ក៏អស់មធ្យោបាយក្នុងការចិញ្ចឹមកូនយប់មួយនៅពេលកូនដេកលក់អស់បរោះជាប្តីពិភាក្សាជាមួយប្រពន្ធថាយើងគ្មានសមត្ថភាពចិញ្ចឹមកូនឲ្យរស់តទៅទៀតបានទេយើងត្រូវតែយកពួកគេទៅបំបោបង់ចោលក្នុងព្រៃប្រសើរជាងឃើញពួកគេដាច់ពោះស្លាប់ដោយវេទនានៅចំពោះមុខប្រពន្ធគិតមួយសន្ទុះក៏និយាយទាំងអស់សង្ឃឹមថាណាស់ហើយចុះខ្ញុំក៏គ្មានវិធីចិញ្ចឹមពួកគេដែរសូមធ្វើទៅតាមគំនិតរបស់បងទៅចុះប្រពន្ធក៏ចូលដំណេកទាំងយំខ្សឹកខ្សួលឪពុកម្ដាយនិយាយគ្នាដោយនឹកស្មានថាកូនដេកលក់អស់ទៅហើយតែតាមការពិតចៅប៉ុនមេដៃពួននៅក្រោមកៅអីចាស់ដែលឪពុកគេអង្គុយវាស្ដាប់ឮពាក្យសម្ដីដែលឪពុកម្ដាយបាននិយាយគ្នាហើយវាចូលដេករិះរកមធ្យោបាយដែលវាត្រូវធ្វើស្អែកឡើងចៅប៉ុនមេដៃក្រោកពីព្រលឹមរត់ទៅសម្ដៅមាត់ស្ទឹងវាប្រញាប់រើសគ្រាប់គ្រួសពណ៌សជាច្រើនដាក់ពេញហោប៉ៅរបស់វាបន្ទាប់មកឪពុកម្ដាយនិងកូនទាំងអស់ចេញដំណើរទៅព្រៃដើម្បីទៅកាប់អុសដោយសពដងអំឡុងពេលកំពុងធ្វើដំណើរចៅប៉ុនមេដៃបានពង្រាយគ្រាប់គ្រួសជាច្រើននៅតាមផ្លូវឪពុកបានរំលំដើមឈើជាច្រើនចំណែកកូននាំគ្នាកាប់មែកឈើយ៉ាងញាប់ដៃពេលឃើញកូនធ្វើការភ្លេចខ្លួនពីរនាក់ប្តីប្រពន្ធក៏កិច្ចខ្លួនយ៉ាងរហ័សចោលកូនទាំងអស់នៅក្នុងព្រៃជ្រៅពេលមកដល់ផ្ទះវិញពួកគាត់បានជួបនឹងបុរសម្នាក់ជាអ្នកមានទ្រព្យសម្បត្តិបរិះនោះបានជូនប្រាក់មួយចំនួនសម្រាប់ទិញអាហារឲ្យក្មេងៗហូបពីរអ្នកប្តីប្រពន្ធត្រេកអរណាស់ក៏ប្រញាប់ទៅទិញនំចំណីនិងអាហារឆ្ងាញ់និយាយពីកូនដែលនៅក្នុងព្រៃនោះវិញកាលបើរកឪពុកម្ដាយមិនឃើញក៏តាំងស្រែកយំគ្រប់គ្នាចំណែកចៅប៉ុនមេដៃប្រាប់ទៅបងវាថាសូមបងទាំងអស់គ្នាឈប់ជុំទៅខ្ញុំស្គាល់ផ្លូវហើយខ្ញុំនឹងនាំបងត្រឡប់ទៅផ្ទះជើងវិញចៅប៉ុនមេដៃដើរនាំមុខបងរបស់គេលុះពេលប្រឡប់ទៅពួកគេបានមកដល់ផ្ទះវិញប៉ុន្តែពួកគេមិនហ៊ានចូលផ្ទះឡើយហើយក៏នាំគ្នាឈរក្បែរមាត់ទ្វារបានឮម្ដាយនិយាយទៅកាន់ឪពុកថាយើងហូបឆ្អែតហើយតែខ្ញុំនឹកកូនរបស់យើងណាតើពេលនេះពួកគេនៅឯណាពួកគេនៅក្នុងព្រៃប្រហែលជាត្រូវឆ្កែចចកឬខ្លាស៊ីអស់ទៅហើយមើលទៅបងឯងជាឪពុកមានចិត្តអាក្រក់ណាស់បរោះជាប្តីខឹងយ៉ាងខ្លាំងដែលប្រពន្ធទម្លាក់កំហុសលើខ្លួនតែម្នាក់ឯងប្រពន្ធបន្តទៀតថាអើកូននេះម្ដាយកូនកំសត់ណាស់យប់ថ្មនេះតើកូននៅឯណាចំណែកកូនប្រុសទាំង7នាក់វិញពេលឮម្ដាយនិយាយដូច្នេះក៏ស្រែកព្រមគ្នាឡើងថា
ពួកខ្ញុំមកដល់ហើយខ្ញុំនៅទីនេះម្ដាយឮសំឡេងកូនក៏រហ័សទៅបើកទ្វារស្ទុះស្រវាអោបកូននិយាយថាកូននេះម្ដាយសប្បាយចិត្តណាស់ដែលឃើញកូនត្រឡប់មកវិញដូចនេះកូនឃ្លានណាស់ហើយចាំម្ដាយយកអាហារមកឲ្យកូនហូបណាម្ដាយក៏រៀបចំបាយទឹកឲ្យកូនហូបឆ្អែតយ៉ាងស្កប់ស្កល់ហើយក៏ដេកលក់អស់ទៅវេលាក្រោយមកទៀតនៅពេលដែលគ្រួសារនេះអស់ប្រាក់ទិញអាហារចិញ្ចឹមកូនឪពុកម្ដាយក៏ចាប់ផ្ដើមកាត់ទុកសារជាថ្មីប្តីនិយាយតិចប្រាប់ប្រពន្ធថាយើងគ្មានមធ្យោបាយអ្វីចិញ្ចឹមកូនតទៅទៀតទេមានតែយកពួកវាទៅបំបោបង់ចោលក្នុងព្រៃទៀតតែម្ដងនេះត្រូវតែទៅឲ្យឆ្ងាយជាងមុនដើម្បីកុំឲ្យពួកគេមករកផ្ទះឃើញតែចៅប៉ុនមេដៃអង្គុយគៀនជញ្ជាំងបានស្ដាប់ឮទាំងអស់ស្អែកឡើងចៅប៉ុនមេដៃភ្ញាក់ពីព្រលឹមបំរុងទៅរើសគ្រាប់គ្រោះទៀតប៉ុន្តែពេលនេះទ្វារផ្ទះត្រូវបានចាក់សោជាប់វារអ៊ូម្នាក់ឯងថាតើធ្វើយ៉ាងម៉េចទៅហួសពេលបាត់ទៅហើយបន្ទាប់មកឪពុកម្ដាយក៏នាំកូនចេញទៅពេលនេះចៅប៉ុនមេដៃគ្មានគ្រាប់គ្រោះក្នុងហៅប៉ៅដូចលើកមុនទៀតឡើយវាក៏គិតឃើញវិធីមួយគឺបេះនំប៉័ងជាដុំតូចហើយទម្លាក់រាយតាមផ្លូវដើម្បីទុកជាចំណាំនៅពេលកូនធ្វើដំណើរភ្លេចខ្លួនឪពុកម្ដាយលបកិច្ចខ្លួនចេញបាត់ទុកកូនចោលនៅកណ្ដាលព្រៃដ៏ក្រាស់ខ្មឹកគ្រានោះពួកគេទាំងអស់គ្នាភ័យស្រឡាំងកាំងមិនដឹងជាទៅទីណាចៅប៉ុនមេដៃប្រាប់ទៅបងវាថាយើងមិនវែងផ្លូវទេខ្ញុំបានរែងនំប៉័ងតាមផ្លូវរហូតសូមបងដើរតាមខ្ញុំមកតែខុសស្រឡះសត្វចាបបានចឹកស៊ីកំតិចនំប៉័ងនោះអស់រលីងធ្វើឲ្យចៅប៉ុនមេដៃមិនអាចនាំបងរបស់ពួកវារកផ្លូវទៅផ្ទះឃើញឡើយរាត្រីកាលចូលមកដល់មេឃក៏ងងឹតភ្លៀងក៏ធ្លាក់កុមារទាំង7នាក់ត្រូវវង្វេងនៅកណ្ដាលព្រៃណាខ្លាចខ្យល់ផ្គររន្ទះផងណាខ្លាចសត្វសាហាវផងចៅប៉ុនមេដៃឡើងដើមឈើយ៉ាងខ្ពស់សម្លឹងរកមើលគ្រប់ទិសទីវាបានឃើញពន្លឺភ្លើងផ្លុងចេញពីក្នុងផ្ទះមួយវាក៏នាំបងសម្ដៅទៅទីនោះពេលទៅដល់ពួកគេក៏គោះទ្វារស្រែកហៅម្ចាស់ផ្ទះរំពេចនោះមានស្ត្រីម្នាក់ចេញមកបើកទ្វារហើយសួរថាតើក្មួយទៅណាមកណាទាំងយប់ងងឹតបែបនេះពួកគេរហ័សឆ្លើយថាខ្ញុំទាំងអស់គ្នាជាក្មេងកំសត់វង្វេងក្នុងព្រៃតើអ្នកមីងអាចឲ្យពួកខ្ញុំស្នាក់នៅមួយយប់ផងបានទេស្ត្រីនោះឆ្លើយតបទាំងបង្ហូរទឹកភ្នែកថាគួរឲ្យស្ដាយណាស់ពួកឯងកំពុងមកដល់ផ្ទះយក្សហើយយក្សនឹងស៊ីពួកឯងជាចំណីពេលនេះយក្សមិននៅទេតែយក្សនៅមកដល់ឥឡូវនេះកុមារទាំង7នាក់ឮដូច្នោះក៏ស្រែកយំគ្រប់គ្នាហើយអង្វរមីងថាសូមអ្នកមីងមេត្តាជួយខ្ញុំបានដេកនៅទីនេះមួយយប់ផងខ្ញុំខ្លាចសត្វសាហាវណាស់តែខ្ញុំមិនសូវខ្លាចយក្សទេតាមពិតស្ត្រីនោះជាប្រពន្ធយក្សគាត់បាននាំក្មេងចូលទៅក្នុងផ្ទះរបស់គាត់នៅលើតុធំមួយពួកគេក្រឡេកឃើញសាច់ជាច្រើនជាអាហាររបស់យក្សដែលរៀបចំរួចជាស្រេចបន្តិចក្រោយមកពួកគេឮសន្ធឹកយក្សមកដល់ពេលនោះប្រពន្ធយក្សក៏ឲ្យពួកគេទៅពួននៅក្រោមតុហើយស្ទុះទៅបើកទ្វារឲ្យប្តីយក្សសួរប្រពន្ធថាអាហាររៀបចំហើយឬនៅតើមានស្រាផឹកដែរឬទេបងស្រែកទឹកខ្លាំងណាស់យក្សចាប់ផ្ដើមបរិភោគអាហាររបស់វា
វាចូលចិត្តស៊ីសាច់ឆៅស្រស់ៗមានឈាមក្រហមច្រាលពេលវាស៊ីអស់វាងើបក្បាលឡើងនិយាយថាដូចជាមានក្លិនសាច់ស្រស់ទៀតនៅទីនេះប្រពន្ធប្រញាប់ឆ្លើយថាប្រហែលជាក្លិនអាហារដែលខ្ញុំធ្វើទុកសម្រាប់ថ្ងៃស្អែកហើយមើលទៅយ៉ាងកំហុសខ្លាំងថាទេគឺក្លិនសាច់ស្រស់យ៉ាអោនក្បាលមើលក្រំតុក៏លាន់មាត់ថាហាអូនឯងហ៊ានកុហកបងផងហីយើងស៊ីវាតែម្ដងទៅបងប្អូន7នាក់នាំគ្នាស្រែកទ្រហោយំពេញផ្ទះនៅពេលដែលយ៉ាក់ទាញកំបិតចេញមកពេលនោះប្រពន្ធអង្វរប្តីថាបងប្រុងធ្វើអីហ្នឹងចាំស្អែកសិនទៅល្ងាចនេះយើងមានអាហារល្មមគ្រប់គ្រាន់ហើយតាល្អណាស់ចាំស្អែករត់តែប្រសើរយ៉ាក់ឆ្លើយយល់ព្រមយ៉ាក់សប្បាយចិត្តណាស់វាផឹកស្រាឲ្យយ៉ាងច្រើនទៅវាចូលដេកយ៉ាក់នោះមានកូនស្រី7នាក់កូនយ៉ាក់ទាំងនេះក៏ស៊ីសាច់ឆៅដោយឪពុកវាដែរវាមានភ្នែកតូចពណ៌ប្រផេះហើយមានមាត់ធំនិងធ្មេញវែងពេលយ៉ាក់ចូលដេកកូនរបស់វាក៏បានដេកលក់អស់ទៅហើយដែរកូនយ៉ាក់ទាំងនោះសុទ្ធតែពាក់មកុដមាសនៅលើក្បាលរបស់វាប្រពន្ធយ៉ាក់ក៏នាំបងប្អូនចៅប៉ុនមេដៃទៅដេកលើគ្រែមួយក្បែរកូនរបស់គាត់ពួកគេនាំគ្នាដេកយ៉ាងឆាប់រហ័សចំណែកចៅប៉ុនមេដៃវិញដេកមិនលក់សោះវាផិតភ័យហើយរិះរកមិត្តសោបាយដើម្បីគេចឲ្យផុតពីកណ្ដាប់ដៃយ៉ាក់គិតហើយចៅប៉ុនមេដៃងើបឡើងដោះមកុដពីក្បាលកូនស្រីយ៉ាក់ទៅពាក់លើក្បាលបងរបស់វាហើយសម្ងំដេកយ៉ាងស្ងៀមស្ងាត់លោកពាក់កណ្ដាលអាត្រៀតយ៉ាងក៏គិតថាអញទៅសម្លាប់អាក្មេងៗនេះឥឡូវនេះចំណេះឆ្ងាញ់មិនបាច់ទុកដល់ស្អែកទេយ៉ាងក៏ទាញកំបិតរបស់វាហើយចូលទៅបន្ទប់ដែលពួកគេកំពុងដេកយ៉ាក់មើលអ្វីមិនឃើញតតែសោះវាចុចដៃទៅស្ទាបប៉ះមកុដដែលនៅលើក្បាលបងប្អូនរបស់ចៅប៉ុនមេដៃបន្ទាប់មកយ៉ាក់ក៏ដើរថ្នមទៅក្រែមួយទៀតរាវស្ទាបប៉ះសក់ហើយគិតថានេះណែបានប្រកាសជាអាក្មេងនោះមែនពេលនោះយ៉ាក់ក៏លើកកំបិតសម្រាប់កូនស្រីរបស់ខ្លួនម្ដងម្នាក់ហើយត្រឡប់ទៅដេកធ្វើប្រងើយពេលយ៉ាក់ចេញផុតទៅចៅប៉ុនមេដៃក្រោកឡើងហើយដាស់បងរបស់វាភ្ញាក់ឡើងស្លៀកពាក់ភ្លាមទៅយើងត្រូវរត់ចេញពីទីនេះបងប្អូន7នាក់ខំប្រឹងរត់កាត់ព្រៃទាំងយប់ងងឹតពួកគេមិនដឹងថាកំពុងទៅទីណាឡើយនិយាយពីយ៉ាក់ពេលភ្ញាក់ពីដំណេកដាស់ប្រពន្ធអូនសម្លាញ់តោះយើងទៅមើលក្មេងៗដែលមកពីម្សិលមិញយ៉ាក់ជាមួយប្រពន្ធក៏បើកទ្វារបន្ទប់ស្រាប់តែឃើញកូនស្រីទាំងអស់ស្លាប់រដោករណាលនៅលើគ្រែប្រពន្ធឃើញភ្លាមក៏សន្លប់បាត់ស្មារតីតែម្ដងយ៉ាក់ឃើញកូនស្រីស្លាប់ដូច្នោះក៏ស្រែករំពងថាតើខ្ញុំបានធ្វើអ្វីខ្លះទៅយើងនឹងតាមសម្លាប់ពួកអាក្មេងចង្រៃនោះឲ្យអស់យ៉ាងក៏ទាញស្បែកជើងទឹកហើយបោះចំហៀនបានច្រើនគីឡូម៉ែត្រក្នុងមួយចំហៀនរបស់វាដោយហោះរំលងភ្នំផ្លុកស្ទឹងនិងទន្លេជាច្រើនចំណែកចៅប៉ុនមេដៃនិងបងរបស់វាបានឃើញយ៉ាក់ពីចម្ងាយក៏នាំគ្នាឡើងទៅពួននៅលើដើមឈើធំមួយចំណែកយ៉ាក់តាមរកក្មេងនោះមិនឃើញវាអស់កម្លាំងខ្លាំងណាស់ក៏អង្គុយសម្រាកនៅក្រោមដើមឈើនោះហើយដេកលក់បាត់ទៅចៅប៉ុនមេដៃឃើញយ៉ាក់ដេកស្រមុកខលក៏ចូលទៅដោះស្បែកជើងទឹកបានយ៉ាងងាយវាក៏អាចរត់ផ្លាស់បានលឿនដូចជាយ៉ាក់អញ្ចឹងដែរវាហោះសំដៅទៅផ្ទះយ៉ាក់វាឃើញប្រពន្ធយ៉ាក់កំពុងអង្គុយយំក៏និយាយថាអ្នកមីង
ពួកចៅបានចាប់ប្តីអ្នកមីងទៅបាត់ហើយចៅចង់បានមាសប្រាក់មួយចំនួនទៅពួកគេដោះលែងគាត់មកវិញចៅប៉ុនមេដៃបន្តទៀតថាសូមអ្នកមីងឲ្យមាសប្រាក់មួយចំនួនមកខ្ញុំព្រោះខ្ញុំស្គាល់ផ្ទះរបស់ចៅហេតុតែស្រឡាញ់ប្តីចង់ជួយជីវិតប្តីប្រពន្ធយៈក៏ប្រមូលមាសប្រាក់ដែលខ្លួនមានមកឲ្យចៅប៉ុនមេដៃចៅប៉ុនមេដៃក៏ត្រឡប់មកផ្ទះវិញដោយនាំយកមាសប្រាក់ជាច្រើនដែលបានអំពីយៈមកប្រគល់ឲ្យឪពុកម្ដាយរបស់វាឪពុកម្ដាយនិងកូនទាំងអស់សប្បាយរីករាយណាស់ដែលបានរស់នៅជួបជុំគ្នាវិញព្រមទាំងមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ជីវភាពគ្រួសារនិងរស់នៅយ៉ាងសុខសាន្តលុះអវសាននៃជីវិត